ខ្ញុំឈ្មោះព្រំសំអឿនជានាយកប្រតិបត្តិអង្គការខ្មែរអវត្តជនពិការអ្នកក្រីក្រហៅកាត់ថា CADDP ខ្ញុំពិការពីកំណើតបាទហើយការធ្វើដំណើរក៏យើងលំបាកដែរហើយការទៅសេអីហ្នឹងក៏យើងទៅសេអត់តាន់គេដែរពេលខ្ញុំជាប់បាក់ឌុបហើយខ្ញុំទៅប្រឡងដាក់ពាក្យប្រឡងគ្រូក៏គេអត់យកដែរប្រឡងច្បាប់ក៏អត់យកដែរយើងមើលគេស្អាតបាតមើលមកខ្លួនយើងវាអន់ពេកយើងក៏លេបថ្នាំសម្រាប់ខ្លួនគេយកយើងទៅពេទ្យតាន់បូមចេញអស់អញ្ចឹងខ្ញុំសម្រេចចិត្តលើកទឹកចិត្តខ្លួនឯងថាខ្ញុំនឹងធ្វើអីមួយដើម្បីឲ្យបានរៀនចប់ហើយជាគំរូដល់ក្មេងសកលក្រោយគោលបំណងបង្កើតអង្គការនេះឡើងទី1ខ្ញុំអ្នកក្រប៉ុន្តែខ្ញុំចង់ធ្វើអ្វីមួយជួយសង្គមខ្លះដែរអញ្ចឹងមានវិធីមួយបង្កើតអង្គការហើយចំណុចទី2ដោយមើលឃើញថាខ្ញុំធ្លាប់ទទួលការរើសអើងច្រើនហើយភាគច្រើនអ្នកពិការខ្លះគាត់រើសអើងខ្លួនគាត់ហើយចំណុចទី3យើងចង់រកទទួលទានជុំគ្នារួមគ្នាបើកុំមាន Facebook ខ្ញុំអត់ស្គាល់ JTI ទេ JTI ព្រមផ្ដល់កិច្ចសហការល្អហើយខ្ញុំអ្វីដែលខ្ញុំបានមុនគេគឺភាពកក់ក្ដៅ JTI អត់មានបានចំណេញអីពីខាងយើងទេអ្វីដែលខ្ញុំនិយាយមុននឹងថាចំណេញហ្នឹងចំណេញចេះគាត់សង្ឃឹមថានឹងបានអីវិញពេលគាត់ជួយយើងណាគាត់បានទី1គាត់ចង់ឃើញអ្នកពិការហ្នឹងមានមុខរបរមានចំណូលបន្ថែមទៀតខាងអង្គការអត់តម្រូវឲ្យគាត់បងត្រឡប់មកវិញទេប៉ុន្តែប្រព័ន្ធ20ឲ្យគាត់ហ្នឹងគាត់សងតាមលទ្ធភាពទៅក្រុមគាត់វិញខ្ញុំឈ្មោះអូនវ៉ាន់ពីមុនខ្ញុំអត់តាន់ជួបអង្គការខ្ញុំចារើអេតចាយខ្លះអីខ្លះអញ្ចឹងតែខ្ញុំរុញពីហ្នឹងទៅផ្សារទៅ1ម៉ោងឡាប់វិញមក1ម៉ោងអញ្ចឹងបើខ្ញុំធ្វើនំធ្វើអីលក់អញ្ចឹងគេអត់ចង់ទិញគេថាគេរើសអើងគេមិនចង់ហ៊ានទិញគេរៀងដូចថាខ្ពើមយើងអញ្ចឹងណាខ្ញុំជួបអង្គការបានអង្គការជួយខ្ញុំផ្ដល់ដូចជាកូនមន់កូនអីឲ្យខ្ញុំជួយឲ្យខ្ញុំចាំឥឡូវខ្ញុំចាំមន់ហ្នឹងខ្ញុំឲ្យទឹកឲ្យចំណីអីអញ្ចឹងខ្ញុំស្រេកអរខ្លាំងបានអង្គការជួយមែនខ្ញុំមានតែខ្ញុំអរម៉ាំខ្ញុំបាទឈ្មោះង៉ែតកបប្រាក់នោះវាហ៊ូពីប្រាក់ណាគ្រូបើថាខ្ញុំវាមិនសាក់ជីវិតមិនចង់ហួងបើងាប់ហ្មងជ្រុលជាងអាទុំបីតែពីមុនមកធ្លាប់ស្គាល់គ្នាក៏គេរៀងគេរៀងមានទីគេមើលលិចមើលកើតងាកពីមុនអត់មានសង្ឃឹមអីតែដល់ពេលជួបអង្គការគាត់បានចែកជាមន់ជាអីហើយនឹងចំណេះវិជ្ជាបច្ចេកទេសចិញ្ចឹមហ្នឹងក៏ខ្ញុំត្រេកអរដែរក្នុងឆាកជីវិតបានធូរមកកម្រិតដែរហើយខ្ញុំត្រេកអរដែលបានមកជួយហ្នឹងមិនដឹងមានអីថ្លៃងអរគុណទេរំភើបអរគ្រូអើយអរមិនដឹងប្រហែលអីលែងចង់ស្លាប់ហើយលែងចង់ស្លាប់ហើយចង់រស់ហើយចង់រស់មួយកូនមួយចៅទៀតលែងចង់ស្លាប់ហើយខំប្រឹងចំណុច2ដែលខ្ញុំចង់ផ្ដាំតែ2ហ្នឹងឯងទី1ខ្លួនយើងអ្នកពិការផ្ទាល់កុំរើសអើងខ្លួនឯងប្រឹងតាមអ្វីដែលយើងអាចធ្វើទៅបានទី2គ្រួសារជួយលើកទឹកចិត្ត